បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ Channel Home Video មានព័ត៌មានមួយទាក់ទិនទៅនឹងសន្តិសុខសង្គមដឹងថាខ្លួនបានយកប្តីគេខ្លាចរត់ទៅប្តឹងបាទរឿងនេះគឺស្ថិតនៅក្នុងរាជធានីភ្នំពេញស្ត្រីម្នាក់បានផ្ដាំស្នេហ៍តាមការច្រឡំលេខទូរស័ព្ទរហូតបានកូនប្រុសអាយុ5ឆ្នាំក៏ត្រូវប្រពន្ធដើមទៅជេរប្រមាថព្រមទាំងនាំបាក់ពួកទៅគម្រាមចង់សម្លាប់ដល់បន្ទប់ជួលធ្វើឲ្យស្ត្រីរូបនោះភ័យខ្លួនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅបង្កឲ្យមានការភ្ញាក់ផ្អើលការពីយប់ថ្ងៃទី27ខែកក្កដាស្ថិតនៅបន្ទប់ជួលក្នុងភូមិព្រៃព្រីងខាងជើងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យស្ត្រីជាប្រពន្ធចុងមានឈ្មោះមុតរតសុគន្ធាអាយុ25ឆ្នាំជាកម្មកររោងចក្រស្នាក់នៅផ្ទះជួលនៅក្នុងភូមិព្រៃព្រីងខាងជើងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅភូមិស្រែព្រាលឃុំស្វាយទៀបស្រុកចំការលើខេត្តកំពង់ចាមរីឯបរិសុទ្ធឈ្មោះរស់សំណាងអាយុ34ឆ្នាំជាកម្មកររោងចក្រស្នាក់នៅជាមួយគ្នាមានស្រុកកំណើតនៅខេត្តព្រៃវែងចំណែកប្រពន្ធដើមមានឈ្មោះស្រីណាតអាយុជាង30ឆ្នាំស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងខាងជើងសង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅខេត្តព្រៃវែងដូចគ្នាតាមសម្ដីប្រពន្ធចុងបាននិយាយថាគាត់នឹងប្តីបានស្រឡាញ់គ្នា6ឆ្នាំមកហើយតាមរយៈការច្រឡំលេខទូរស័ព្ទក៏បានរាប់អានតាក់ទងស្រឡាញ់គ្នាដោយប្តីបានកុហកថារូបគាត់ជាបុរសពោះម៉ាយក៏បានស្រឡាញ់គ្នានឹងទៅសែនព្រេននៅឯស្រុកកំណើតតែមិនបានរៀបការទេរហូតរស់នៅជាមួយគ្នាប្តីប្រពន្ធមានផ្ទៃពោះបានទៅសម្រាលកូននៅឯផ្ទះម្ដាយក្មេកទើបដឹងថាបុរសជាប្តីមានប្រពន្ធនិងកូនម្នាក់នៅមិនទាន់លែងលះគ្នាប៉ុន្តែស្ត្រីជាប្រពន្ធដើមក៏មិនដែលមករករឿងអ្វីពីរូបគាត់ដែររហូតដល់មកដល់បច្ចុប្បន្នមានកូនប្រុសម្នាក់អាយុ5ឆ្នាំទៅហើយប្រភពដែលបានបន្តថានៅថ្ងៃទី26ខែកក្កដាស្ត្រីជាប្រពន្ធដើមបានមករករឿងនៅមុខបន្ទប់ជួលខ្លួនដោយជេររូបគាត់និងម្ដាយគាត់ថាមានសម្ផឹងទាំងម៉ែទាំងកូនពេលនោះរូបគាត់បានឆ្លើយប្រាប់ថាខ្ញុំមិនមែនសម្ផឹងឡើយហើយម្ដាយខ្ញុំគាត់មិនយកប្តីគេទេគាត់មានប្តីត្រឹមត្រូវវេលាម៉ោង4ល្ងាចថ្ងៃទី27ខែកក្កដាស្រាប់តែម្ដាយរបស់គាត់បានទៅសួរស្ត្រីជាប្រពន្ធដើមថាម្ដេចបានទៅជេរគាត់ទាំងម្ដាយទាំងកូនអញ្ចឹងទើបបង្កមានការឆ្លោះប្រកែកគ្នានិងវាយតប់គ្នាទៅវិញទៅមកមួយប្រាវលុះដល់វេលាម៉ោងកើតហេតុខាងលើស្ត្រីជាប្រពន្ធដើមបាននាំបុរស2នាក់ទៅគំរាមកំហែងចង់សម្លាប់រូបគាត់ដល់បន្ទប់ជួលហើយរូបគាត់បានទៅប្តឹងសមត្ថកិច្ចអន្តរាគមន៍ភ្លាមផងដែរតែស្ត្រីជាប្រពន្ធដើមបានត្រឡប់ទៅវិញបាត់ហើយក្រោយពេលកើតហេតុស្ត្រីជាប្រពន្ធចុងនោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅជួយអន្តរាគមន៍និងសូមដាក់ពាក្យបណ្ដឹងរក្សាទុកនិងបានបញ្ជាក់ប្រាប់សមត្ថកិច្ចថារូបគាត់មិនចង់មានបញ្ហាអ្វីឡើយបើស្ត្រីជាប្រពន្ធដើមចង់បានប្តីយកទៅវិញចុះតែរូបគាត់សុំយកតែកូនទេព្រោះរូបគាត់បានចាក់ចេញពីប្តីទៅឯបៃលិនម្ដងរួចមកហើយដោយសារតែលែងលះប្រពន្ធមិនដាច់ស្រេចធ្វើឲ្យគាត់ពិបាកចិត្តពេកសមត្ថកិច្ចបានហៅបរិសុទ្ធជាប្តីមកសួរដំណើររឿងហើយសមត្ថកិច្ចឲ្យជ្រើសរើសយកតែម្នាក់បាទគឺសមត្ថកិច្ចគាត់ឲ្យជ្រើសរើសតែម្នាក់បើសិនជាគាត់ចង់ទៅប្រពន្ធដើមគឺប្រពន្ធដើមវិញគឺបើសិនសម្រាប់ចិត្តនៅ6ប្រពន្ធចុងគឺនៅជាមួយប្រពន្ធចុងនេះគឺជាស្ត្រីរងគ្រោះដែលប្រពន្ធដើមគាត់គំរាមសម្លាប់បាទសូមអរគុណការតាមដានវីដេអូនិងព័ត៌មានថ្មីចូលចុច Subscribe ដើម្បីបានព័ត៌មានថ្មីសូមអរគុណ